សួស្តីបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកវិញហើយជាមួយខ្ញុំបាទឌីសមេងបាទថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនអំពីtool មួយគឺ tool SRT tool បាទដែលជាបទសម្ព័ន្ធរបស់ MRT បាទអូខេខ្ញុំសូមណែនាំពីរបៀបដោះកូដវាដែលជាមួយប្រើ tool នេះដើម្បីដោះនៅ Oppo អូខេយើងចុចកន្លែងនេះសិនមកបាទ access បាទអានេះខ្ញុំប្រើនៅដងកបន្ទាប់មកចុច login បាទ login តមកចាំតិចបាទវាដំណើរការសិនហើយខ្ញុំចូលមកកាន់កន្លែងនេះរើសយក MediaTek ខ្ញុំដោះនៅ Oppo A15 បាទ Oppo A15 ជា factory reset មកបាទរើសតែប្រភេទ CPU ហើយយើង factory reset មកបាទវាដំណើរការហើយបងប្អូនគ្រាន់តែបិទទូរស័ព្ទឲ្យលុត volume បូក volume ដកហើយដោត USB វាមិនខុសពី tool ផ្សេងៗនេះដែលយើងត្រូវការដោះកូដគឺវាប្រហាក់ប្រហែលគ្នាអញ្ចឹងយើងរងចាំតិចមកបាទបិទទូរស័ព្ទឲ្យលុតសិនហើយសកត់នៅប៊ូតុងសំឡេងបាទvolume សំឡេងឡើងលើនិងចុះក្រោមហ្នឹងហៅ volume បូក volume ដកអញ្ចឹងបងចុចចូលមកឲ្យដោតវាទៅវាអូខេវាដំណើរការហើយវាកំពុងតែដើរបាទអូខេបន្ទាប់មកវានឹងលោតផ្ទាំងមួយបាទយើងចុចយក yes មកបាទអូចុចអូខេ sorry អូខេមកទូរស័ព្ទវាចាប់ដើម restart ហើយអានេះវាងាយស្រួលសម្រាប់ tool មួយនេះវាងាយស្រួលដោយសារយើងអត់ត្រូវការរើសនៅ model រើសនៅអីច្រើនទេបាទសាំញ៉ាំទេគ្រាន់តែយើងសម្គាល់ឡើងពីប្រភេទ CPU របស់ទូរស័ព្ទយើងមកយើងអាចធ្វើវាបានហើយងាយស្រួលអូខេអញ្ចឹងឥឡូវនេះខ្ញុំរងចាំតិចឲ្យទូរស័ព្ទ restart សិនដោយសារនេះខ្ញុំអត់បានបង្ហាញនៅរូបភាពរបស់ទូរស័ព្ទទេដើម្បីឲ្យកុំឲ្យវាមើលទៅវីដេអូវាសាំញ៉ាំច្រើនបាទខ្ញុំគ្រាន់តែបង្ហាញពីការប្រើប្រាស់ tool មួយចំនួន tool នេះជាបទសម្ព័ន្ធរបស់ MRT ដែលទើបតែ update មកវិញហើយវាគិតថាសមត្ថភាពរបស់វាគឺខ្លាំងគួរសមអាចទទួលយកបានក្នុងតម្លៃ activate ក៏គួរសមអញ្ចឹងសម្រាប់បងប្អូនដែលចង់ activate tool នេះដែលមិនមាន dongle MRT ហើយចង់ activate គឺអាចតាក់ទងមកខ្ញុំបានហើយតម្លៃក្នុងការ activate គឺសមរម្យមែនទែនសម្រាប់រយៈពេល1ឆ្នាំបាទគឺទូថ្លៃក្នុងចំណោម tool ទាំងអស់គឺវាធូរជាងគេបាទធូរជាងគេអញ្ចឹងបងប្អូនអាចactivate ដើម្បីដោះនៅទូរស័ព្ទដៃ Oppo Vivo Realme Techno ហ្នឹងបាទInfinix អីគឺបានច្រើន model បងប្អូនណាបានច្រើន model អូខេឥឡូវវាកំពុងធ្វើការបើកហើយយើងឲ្យចាំបើកឲ្យចប់យើងនឹងធ្វើការដោះ SRP មកតង់ទៀតហើយវារួចស្រេចត្មងបាទអូខេរបៀបដោះវា SRP ក៏អត់ខុសគ្នាដែរបងប្អូនគ្រាន់តែចុចយក SRP មកបាទនៅ CPU MTK ដដែលហើយបិទទូរស័ព្ទបលុត volume បូក volume ដក connect USB ចូលទៅបាទដោត USB ចូលទៅទូរស័ព្ទទៅពេលហ្នឹងវានឹងដំណើរការហើយបាទអូខេឥឡូវបិទហើយខ្ញុំចាប់ដើមដាក់បតង់ទៀតអូខេ ARP បាទ ARP ប៉ុណ្ណឹងទៅគឺអូខេហើយបាទងាយស្រួលមែនតើបាទងាយស្រួលអញ្ចឹងចុចអូខេមកប៉ុណ្ណឹងមករួចស្រេចហើយបងប្អូនបាទរួចជាការស្រេចអរគុណបងប្អូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូមួយនេះខ្ញុំបាទឌីសមីសូមអរគុណសូមជម្រាបលា